ជាបឋមខ្ញុំមកសូមគោរពជំរាបសួរគណៈកម្មការកម្មវិធីលោកគ្រូអ្នកគ្រូដោយជាស្ដីអ្នកនរគ្នាទស្សនាវីដេអូនេះពួកយើងទាំងពីរនេះគឺជាសិស្សឆ្នាំទី10នៃសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះបន្ទ័រដែលខ្ញុំមកឈ្មោះឈឿងស្រីសិទ្ធិចានាងខ្ញុំឈ្មោះហាក់ច័ន្ទសេរីរតន៍ហើយថ្ងៃនេះដែរពួកយើងនឹងបង្ហាញអំពីវិធីក្នុងការផលិតរ៉ាកែតទឹកសូមរីករាយទស្សនាដូចតទៅចេញចំពោះសម្ភារៈក្នុងការធ្វើវត្តរ៉ាកែតឬក៏រ៉ាកែតទឹករបស់ពួកយើងវិញក៏មានទី1គឺពួកយើងមានដបកូកាកូឡាចំនួន1លីត្រកន្លះចំនួន2ដបមានកន្ត្រៃស្កុតកំបិតហ្វឺតខ្លីឬក៏ដែកឬក៏ដែកឥដ្ឋផ្លាស្ទិកហើយនឹងកាបូតឬក៏សំបកកែឈានមកដល់ដំណើរការនៃការផលិតកំជ្រួចទឹករបស់យើងវិញដំបូងពួកយើងយកហ្វឺតមកគូសជុំវិញក្បាលដបកូកាកូឡាទី1រួចយកកំបិតចុះនិងប្រើប្រាស់កន្ត្រៃកាត់ក្បាលដបតាមកម្ពស់ដែលបានគូសបន្ទាប់មកពួកយើងក៏សាកយកវាទៅសឹកពីលើផ្នែកខាងក្រោមនៃដបកូកាកូឡាមួយទៀតដើម្បីបញ្ជាក់ថាយើងអាចដាក់វាចូលស៊ុបនិងយកជាការបានដែរឬទេបន្ទាប់មកពួកយើងចាប់ដើមយកក្រដាសឡាំងឬ cardboard មកវាស់និងកាត់ដើម្បីធ្វើជាស្លាបកំជ្រួចទឹករបស់យើងចំនួន3ចំពោះស្លាបរ៉ាកែតរបស់យើងវិញពួកយើងបានវាស់កាត់វាដោយយកកម្ពស់12សង់ទីម៉ែត្រនិងទទឹងស្លាប 7.5 សង់ទីម៉ែត្រដោយដែលបានបង្ហាញនៅក្នុងរូបបន្តមកទៀតយើងបានកាត់តួនៃដបកូកាកូឡាទី1ដែលមានកម្ពស់ប្រមាណជា5សង់ទីម៉ែត្រដើម្បីយកវាមករុំនិងបិទភ្ជាប់នឹងមាត់ដបកូកាកូឡាទី2រួចយកស្កុតបិទភ្ជាប់ស្លាបកំជ្រួចទាំង3របស់យើងពីលើវាឲ្យបានជាប់ល្អរីឯផ្នែកក្បាលដបទី1ដែលបានកាត់ពីដើមពួកយើងក៏បានប្រើប្រាស់នៅដីឥដ្ឋមកដាក់ប៉ាតនិងមាត់ដបដើម្បីឲ្យមាត់ដបដែលជាក្បាលកំជ្រួចរបស់យើងមានទម្ងន់ក្រោយមកក៏យកផ្នែកក្បាលដបនោះទៅសើកពីលើផ្នែកខាងក្រោមឬគូតដបទី2ហើយយកស្កុតរុំជុំវិញឲ្យបានជាប់ល្អជាចុងក្រោយពួកយើងបានកាត់ផ្លាស្ទិកឲ្យចេញជាមុំរាងទាលរួចដាក់ពីលើក្បាលកំជ្រួចហើយរុំស្កុតពីលើម្ដងទៀតដើម្បីធ្វើជាច្រមុះកំជ្រួចជាការស្រេចក្នុងដំណើរការនៃការផលិតរ៉ាកែតទឹកនេះដែរពួកយើងក៏បានជួបប្រទះនូវបញ្ហាមួយចំនួនប៉ុន្តែពួកយើងនៅតែខិតខំប្រឹងប្រែងដោះស្រាយបញ្ហាក៏ដូចជាអាចផលិតបាននូវរ៉ាកែតទឹកមួយបានយ៉ាងជោគជ័យហើយពួកយើងសង្ឃឹមថាពួកយើងនឹងទទួលបានលទ្ធផលល្អនាពេលថ្ងៃប្រកួតចង់បញ្ចប់ពួកខ្ញុំសូមថ្លែងអំណរគុណទៅកាន់គណៈគ្រប់គ្រងកម្មវិធីលោកគ្រូអ្នកគ្រូនិងទស្សនិកជនទាំងអស់ដែលបានចំណាយពេលវេលាមានដើម្បីមើលវីដេអូពួកខ្ញុំពីដើមដល់ចុងបញ្ចប់សូមអរគុណនិងសូមជម្រាបលា